នៅក្នុងជីវិតរស់នៅសប្តាហ៍ថ្ងៃរបស់យើងម្នាក់ជាការពិតណាស់ថាគ្មានបុគ្គលឯណាមួយគ្មានជីវិតសពសត្វទាំងឡាយឯណាមួយចង់កើតនៅសេចក្តីទុក្ខហើយក៏ចង់ជួបនៅសេចក្តីទុក្ខដែរជីវិតសត្វលោកទាំងឡាយជីវិតមនុស្សសត្វទាំងឡាយតែងតែប្រាថ្នាចង់បាននៅសេចក្តីសុខពិតប្រាកដហើយតើសេចក្តីសុខពិតប្រាកដនឹងស្ថិតនៅត្រង់ណាសំណួរនេះគឺព្រះសម្មាសម្ពុទ្ធក៏បានទៅសួរព្រះអានន្ទដែរសួរថាមនាលអានន្ទតើសេចក្តីសុខពិតប្រាកដស្ថិតនៅត្រង់ណាសេចក្តីសុខពិតប្រាកដស្ថិតនៅកើតមកមានប្រាក់ធនធានច្រើនឬមួយក៏យ៉ាងណាសេចក្តីសុខពិតប្រាកដកើតមកហើយណាមានយុស័កមានបុណ្យស័កតួនាទីធំឬមួយក៏យ៉ាងណាសេចក្តីសុខថងកើតមកហើយហ្នឹងមានចំណេះចេះដឹងខ្ពង់ខ្ពស់ជាងគេណាមានលុយឡានវិឡាណាមានតាំងពីយន្តហោះណាមានរបស់របរគ្រប់យ៉ាងប្រើប្រាស់មិនចេះអស់មិនចេះហើយឬមួយក៏យ៉ាងណាណាបើតាមមច្ឆាទិដ្ឋិគិតថាហ្នឹងគឺជាសេចក្តីសុខពិតប្រាកដណាតែព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់អត់សម្ដែងអញ្ចឹងទេណាទ្រង់ត្រាស់សម្ដែងថាមនាលអានន្ទណាប្រសិនបើជាតថាគតអាចវែកញែកឬមួយក៏អាចបែងចែកសេចក្តីទុក្ខនិងសេចក្តីសុខណាឲ្យដាច់ពីគ្នាបាននោះតថាគតនឹងប្រកាសជាយកតែសេចក្តីសុខតែម្យ៉ាងណាប្រសិនបើតថាគតអាចស្វែងរកសេចក្តីសុខដោយមិនមានទុក្ខនៅលើโลกនេះបានគឺប្រកាសណាស់ពិតជាតថាគតនឹងយកសេចក្តីសុខនៅលើโลกនេះតែព្រះអង្គបានសម្ដែងថានៅលើโลกនេះនៅក្នុងโลกនេះគ្មានទេសេចក្តីសុខពិតប្រាកដណាឧទាហរណ៍ថាប្រសិនបើយើងស្វែងរកសេចក្តីសុខណាឧទាហរណ៍ទៅថាយើងនៅពីក្មេងណាយើងខិតខំប្រឹងប្រែងរៀនសូត្រណាចិត្តរបស់យើងចិត្តទី1ហ្នឹងគឺយើងចង់ថាមករៀនលេខយ៉ាងណាឲ្យពូកែរៀនឲ្យបានពូកែរៀនឲ្យបានជ័យលាភីលេខ1ណាតើពេលត្រឡប់មកវិញយើងត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យបានរៀនពូកែណាគឺយើងត្រូវតែព្យាយាមរៀនព្យាយាមទន្ទិញពេលខ្លះហ្នឹងក៏ដាច់យប់ពេលខ្លះហ្នឹងក៏គ្មានពេលសម្រាប់គ្រប់គ្រាន់ណាហើយតើពេលយើងសម្រាប់មិនបានគ្រប់គ្រាន់វាធ្វើឲ្យយើងនឹងឈឺណាហើយកាលណាទៅធ្វើឲ្យយើងឈឺហ្នឹងណាតើសុខឬមួយក៏ទុក្ខណាថាហ្នឹងគឺជាសេចក្តីទុក្ខណាគ្រាន់តែរឿងរៀនសូត្ររៀនរឿងសិក្សាតែប៉ុណ្្នឹងណាយើងឃើញថាយើងនឹងជួបនៅសេចក្តីទុក្ខទៅហើយណាវាសុខដែរសុខតែមួយផ្លេតណាសុខតែពេលបានលេខ1តែទន្ទឹមនឹងសុខយើងត្រូវតែជួបទុក្ខអានេះរឿងមួយផ្នែកមួយផ្នែកទៀតឧទាហរណ៍ថាយើងធំឡើងយើងចង់ស្វែងរកគ្រួសារណាយើងគិតថាយើងចង់ស្វែងរកសេចក្តីសុខជាមួយនឹងប្រពន្ធរបស់យើងណាចង់ស្វែងរកសេចក្តីសុខជាមួយនឹងប្តីរបស់យើងណាហើយតើសួរថាបានសុខឬអត់ថាបានសុខដែរសុខមកគណៈណាលុះទៅតែពេលដែលប្តីឈឺតតែប្រពន្ធឈឺណាអស់ពីមួយចូលមួយអស់ពីមួយចូលមួយថាហ្នឹងជាសុខឬមួយក៏ទុក្ខណាថាហ្នឹងគឺជាសេចក្តីទុក្ខមួយទៀតណាអាពេលស្រឡាញ់គ្នាដំបូងហ្នឹងវាសុខហើយណាវាសុខតែមកគណៈឯងសួរថាតើបរោះដែលយើងស្រឡាញ់
ភរិយាដែលយើងស្រឡាញ់ស្វាមីដែលយើងស្រឡាញ់ហ្នឹងណាដែលយើងគិតថាស្អាតការជួបគ្នាដំបូងការស្រឡាញ់គ្នាដំបូងយើងគិតថានារីហ្នឹងយើងគិតថាបរិសុទ្ធហ្នឹងស្អាតណាអញ្ចឹងយើងស្រឡាញ់ហើយតើសួរថាតើបុរសនារីដែលយើងគិតថាស្អាតហ្នឹងតើអស់នៅកលេសនៅថាមិនតាន់អស់នៅកលេសទេណាហេតុអីបើមិនតាន់អស់នៅកលេសណាព្រោះអីនៅខឹងព្រោះអីនៅប្រច័ណ្ឌណាហើយកាលណាតែតោសៈនឹងវាបង្ហាញមកសួរថាតើប្រពន្ធឬមួយក៏ស្វាមីដែលយើងគិតថាស្អាតហ្នឹងវាស្អាតទេអត់ណាថាវាមិនស្អាតទេណាពេលណាតែមានសេចក្តីលោភនឹងកើតឡើងហើយពេលណាមានសេចក្តីវង្វេងមោហៈវង្វេងមិនដឹងនឹងកើតឡើងហើយមិនដឹងខុសមិនដឹងត្រូវហើយនៅពេលណាដែលតោសៈនឹងបញ្ចេញមកហើយណាគឺវាមិនស្អាតទេហើយវានឹងខាតបង់ណាពេលណាដែលតោសៈកើតឡើងខ្លាំងពេលខ្លះក៏ឆ្លោះតោះតេងគ្នាណាទ្រព្យសម្បត្តិដែលខំរត់ទាំងបាម៉ាហ្នឹងពេលខ្លះក៏ផ្លាញណាហើយសម័យឥឡូវយើងដឹងហើយសពថ្ងៃណាពេលខ្លះហ្នឹងក៏ហួងហែងគ្នាប្រច័ណ្ឌហួងហែងគ្នាណាមានដល់បាញ់សម្លាប់គ្នាចាប់ណាកាប់ចាក់គ្នាក៏មានដែរហ្នឹងដោយសារអីណាគឺដោយសារសេចក្តីស្រឡាញ់ហ្នឹងហើយទៀបផ្សំគូផ្សំជាមួយនឹងសេចក្តីស្រឡាញ់ហ្នឹងថាតើយើងវាបានសុខពិតប្រកបដែរឬអត់ណាថាមិនមានទេណាมันមានសេចក្តីសុខពិតប្រកបទេសុខណាស់ដែរសុខតែមួយគណៈតែសម្រាប់សេចក្តីសុខពិតប្រកបគឺមិនមានទេអាហ្នឹងយើងចង់ស្វែងរកសេចក្តីសុខជាមួយនឹងប្តីជាមួយនឹងប្រពន្ធយើងបើយើងចង់ស្វែងរកសេចក្តីសុខជាមួយនឹងកូនរបស់យើងណាគិតថាបានកូនមកហើយយើងស្រឡាញ់ហើយណាយើងស្រឡាញ់ណាស់កូនកើតមកហើយណាអាហ្នឹងយើងបានសេចក្តីសុខអារម្មណ៍ដែលយើងស្រឡាញ់អាផ្លេតហ្នឹងតែការសោយនៅអារម្មណ៍របស់យើងហ្នឹងវាមិននឹងនៅឯណាតើតែពេលកូនឈឺតែយើងសប្បាយចិត្តទេណាមិនសប្បាយចិត្តទេណាកូនឈឺកើតទុកខ្នះខ្នែងណាគ្មានពេលដេកគ្មានពេលសម្រាកណាកើតទុកខ្វល់ខ្វាយជាមួយនឹងកូនតើនឹងគឺជាសេចក្តីសុខពិតប្រាកដឬណាថាមិនមែនជាសេចក្តីសុខពិតប្រាកដទេតើតែពេលយើងបាត់បង់មនុស្សដែលយើងស្រឡាញ់បាត់បង់ម្ដាយឪពុកណាបាត់បង់ប្តីប្រពន្ធបាត់បង់កូនជាទីស្រឡាញ់របស់យើងតើយើងបាននៅសេចក្តីសុខឬមួយក៏បាននៅសេចក្តីទុក្ខណាថាពិតណាស់ប្រកបជាជួបនៅសេចក្តីទុក្ខប្រកបជាបាននៅសេចក្តីទុក្ខណាអាហ្នឹងយើងគិតថាស្វែងរកសេចក្តីសុខជាមួយនឹងប្រពន្ធកូនជាមួយនឹងភរិយាវាទន្ទឹមនឹងសេចក្តីសុខហ្នឹងយើងជួបទុក្ខណាអញ្ចឹងយើងមិនអាចវេកញែកឬមួយក៏បែងចែកសេចក្តីសុខនិងសេចក្តីទុក្ខនោះឲ្យដាច់ពីគ្នាបានទេបើយើងគិតថាមួយទៀតយើងគិតតែចង់ស្វែងរកទ្រព្យណាគិតថាតាំងអាត្មាទាំងញោមណាយើងគ្រប់គ្នាហ្នឹងពីមុនមកគឺតែងតែណាពីក្មេងមកណាគិតថារៀនសូត្រឲ្យបកាយបានរៀនសូត្រឲ្យបកាយបានចំណេះដឹងខិតខំប្រឹងប្រែងរកប្រាក់ខិតខំប្រឹងប្រែងធ្វើការងារគួបផ្សំជាមួយនឹងយើងខិតខំប្រឹងប្រែងរកប្រាក់ណារកការងារបានល្អយើងខំព្យាយាមគិតតែរកប្រាក់នេះពេលខ្លះហ្នឹងក៏មិនបានសម្រាកក៏មិនបានដេកពួនដែរដោយសារអីដោយសារតែស្វះស្វែងរកប្រាក់ហ្នឹងខ្លាចណាស់ភ័យណាស់ខ្លាចភ័យនឹងជីវិតរស់នៅប្រចាំថ្ងៃហ្នឹងណាអាហ្នឹងយើងគិតតែស្វែងរកទ្រព្យហ្នឹងយើងបានសុខទេថាវាបានសុខអាពេលយើងបានមកណាតែគួបផ្សំជាមួយនឹងអាពេលយើងបានទ្រព្យទាំងអស់ហ្នឹងមកហើយគឺយើងត្រូវជួបនឹងសេចក្តីទុក្ខហ្នឹងអាពេលដែលយើងស្វែងរកហ្នឹងណាយើងកំពុងស្វែងរកហ្នឹងយើងត្រូវទៅជួបនឹងសេចក្តីទុក្ខដែរណាយើងមិនអាចបែងចែកបានទេមិនអាចបែងចែកសេចក្តីទុក្ខហ្នឹងសេចក្តីសុខហ្នឹងឲ្យចែកដាច់ពីគ្នាបានទេណាអញ្ចឹងហើយបានជាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងហ្នឹងណាព្រះអង្គសម្ដែងថាប្រសិនបើជាតថាគតអាចវេកញែកសេចក្តីសុខនិងសេចក្តីទុក្ខឲ្យចែកដាច់ពីគ្នាបាននោះនឹងតថាគតនឹងស្វែងរកណាសេចក្តីសុខតែម្យ៉ាងនៅក្នុងលោកណាមុននឹងព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គចេញបួសណាប្រសិនជាព្រះអង្គមិនសាងចេញប្រភ្នោះណាមិនសាងចេញភ្នោះមិនបានចេញបួសទេណាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងហ្នឹងគឺព្រះអង្គនឹងក្លាយជាស្ដេចចក្រពត្តិណាកាលនៅវាំងកាលនៅក្នុងវាំងណាលោកឪពុកណាព្រះបិតាដែលជាណាព្រះបាទសទ្ធត្ថៈហ្នឹង
បាទអាព្យាស្រ័យព្រះបាទសទ្ធោទនៈហ្នឹងណាណាឲ្យនៅតែក្នុងវាំងណាមិនឲ្យចេញក្រៅទេឲ្យមានស្រីស្នំបំរើឆ្វេងស្ដាំនៅក្នុងវាំងគ្រប់បែបយ៉ាងទាំងអស់ណាតែព្រះសម្មាសម្ពុទ្ធមិនស្វែងរកសេចក្តីសុខនៅក្នុងលោកនឹងទេតែពេលឲ្យព្រះអនន្តសួរទៀតហើយចុះបើសិនជាណាព្រះអង្គមិនស្វែងរកសេចក្តីសុខនៅលើលោកនឹងទេតើព្រះអង្គនឹងទៅណាណាគឺទៅបរិនិព្វានណាគឺសុខមានតែមួយគឺឯកន្តៈបរមសុខណាអញ្ចឹងយើងគ្រប់គ្នាកើតមកហើយនឹងយើងត្រូវតែទទួលស្គាល់ណាទទួលស្គាល់ទទួលដឹងឮហើយយើងព្រមទទួលយករឿងគ្រប់បែបយ៉ាងណាណាហើយយើងខិតខំប្រឹងប្រែងធ្វើនៅសេចក្តីល្អឲ្យបានរឿយទៅណាយើងខិតខំធ្វើបុណ្យឲ្យបានរឿយទៅយើងវាបាននៅសេចក្តីសុខដែរហើយណាលុះអនាគតជាតិណាយើងនឹងបាននៅសេចក្តីសុខពិតប្រាកដគឺឯកន្តៈបរមសុខណាសុខមានតែមួយគឺព្រះនិព្វានអនុមោទនី